ជីវប្រវត្តិព្រះតេជគុណ Lady សាយដាវ ស្រាវជ្រាវនិងផ្សព្វផ្សាយដោយលោកគ្រូ Patrick Given Wilson ប្រែសម្រួលជាភាសាខ្មែរដោយ The Buddha Teaching ថ្ងៃទី 1 ខែសីហា ឆ្នាំ 2023 តទៅនេះជាសេចក្តីឧទ្ទិសនៃលោកគ្រូ Goenka ចំពោះព្រះអង្គឥតមានពាក្យពេចន៍ណាសមរម្យឬស័ក្តិសមដើម្បីបង្ហាញនៅកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅរបស់ខ្ញុំចំពោះព្រះគ្រូតាទួតអង្គនេះឡើយព្រះអង្គ Lady សាយដាវដ៏ជាទីសក្ការៈព្រះអង្គជាតួតារាដ៏ភ្លឺចែងចាំងក្នុងចង្កោមដួងតារាព្រះធម៌ទាំងឡាយគឺខ្សែស្រឡាយអាចារ្យវិបស្សនាទាំងឡាយក្នុងសម័យកាលព្រះអង្គទាំងផ្នែកបរិយ័តនិងបដិបត្តិយើងគួរដឹងថាប្រសិនបើព្រះអង្គមិនបានតែងតាំងអាចារ្យវិបស្សនាជាគ្រហស្ថគឺលោកគ្រូសាយធេតនោះទេដែលលោកគ្រូឧបាខិនបានរៀនពីលោកហើយលោកគ្រូ Goenka បានរៀនបន្តពីលោកគ្រូឧបាខិនបើពុំនោះទេយើងស្ទើរតែគ្មានសង្ឃឹមថាបានទទួលរៀនបច្ចេកទេសនេះសោះឡើយនៅក្នុងប្រពៃណីនៃការបដិបត្តិវិបស្សនាយើងនេះយើងស្គាល់ព្រះតេជគុណ Lady សាយដាវថាជាគ្រូវិបស្សនាទី1នៅក្នុងចំណោមគ្រូទាំងឡាយនាសម័យថ្មីនេះតាមការពិតគឺមានខ្សែស្រឡាយគ្រូវិបស្សនាយ៉ាងវែងដោយរាប់ត្រឡប់ថយក្រោយទៅដល់ព្រះអរហន្តដែលជាធម្មទូតទាំងពីរព្រះអង្គគឺព្រះសោណៈនិងព្រះឧត្តរៈដែលព្រះបាទអសោកបានបញ្ជូនមកជ្រោយសវណ្ណភូមិនិងរាប់ថយក្រោយរហូតទៅដល់គ្រូដើមគឺព្រះសម្មាសម្ពុទ្ធប៉ុន្តែយើងមិនស្គាល់ភិនភាគខ្សែស្រឡាយគ្រូទាំងឡាយនោះឡើយគឺមានតែព្រះសង្ឃដ៏ល្បីល្បាញអង្គនេះតែប៉ុណ្ណោះដែលយើងស្គាល់ជាខ្សែស្រឡាយគ្រូដំបូងបំផុតក្នុងសម័យទំនើបនេះដែលយើងស្គាល់និងដឹងរឿងលម្អិតអំពីជីវប្រវត្តិរបស់ព្រះអង្គគឺព្រះតេជគុណ Lady សាយដាវតទៅនេះជារូបរបស់ព្រះអង្គជាបុគ្គលគួរជាទីគោរពព្រះអង្គចាប់កំណើតនៅក្នុងចំនួនមួយដែលមេរៀនបរិយ័តមានការលូតលាស់យ៉ាងខ្លាំងនៅប្រទេសភូមាគឺអំពីមេរៀននៅក្នុងគម្ពីរមានបញ្ញវន្តអ្នកប្រាជ្ញជាច្រើនបានសិក្សាអំពីគម្ពីរហើយព្រះតេជគុណ Lady សាយដាវក៏ក្លាយជាបញ្ញវន្តសង្ឃមួយអង្គផងដែរប៉ុន្តែការរួមចំណែករបស់ព្រះអង្គគឺអ្វីផ្សេងក្រៅពីការសិក្សាតែអំពីពុទ្ធវចនៈគឺព្រះអង្គផ្ដោតសំខាន់លើការបដិបត្តិធម៌គឺបដិបត្តិវិបស្សនាទៅវិញដែលសម័យកាលនោះការបដិបត្តិនៅមានកម្រិតតិចតួចស្ដួយស្ដាងណាស់នៅកម្រិតត្រឹមតែមនុស្សមួយចំនួនតូចនិងអ្នកបដិបត្តិភាគច្រើនជាព្រះសង្ឃដែលស្ថិតនៅក្នុងព្រៃភ្នំចំពោះគ្រហស្ថឥតមានការបដិបត្តិទេគំនិតថ្មីរបស់ព្រះអង្គគឺការផ្សព្វផ្សាយមេរៀនបដិបត្តិជាក់ស្ដែងឲ្យបានទូលំទូលាយថែមទាំងផ្សព្វផ្សាយដល់គ្រហស្ថផងដែរគឺដោយសារទស្សនវិស័យរបស់ព្រះអង្គនោះហើយទើបយើងសពថ្ងៃបានទទួលមេរៀនបដិបត្តិគឺបច្ចេកទេសវិបស្សនាដោយសពថ្ងៃដូច្នេះយើងមានមនោសញ្ចេតនាដឹងគុណក្រៃលែងណាស់ដល់ព្រះអង្គតទៅនេះជាខ្សែស្រឡាយគ្រូវិបស្សនារាប់ចាប់ពីព្រះតេជគុណ Lady សាយដាវរហូតមកព្រះអង្គបង្រៀនធម៌ដល់លោកគ្រូសាយធេតហើយលោកគ្រូសាយធេតបង្រៀនលោកគ្រូសាយគីឧបាខិនហើយលោកគ្រូសាយគីឧបាខិនបង្រៀនលោកគ្រូ Goenka ហើយលោកគ្រូ Goenka បង្រៀនពួកយើងព្រះតេជគុណ Lady សាយដាវចាប់កំណើតនៅភាគខាងជើងនៃប្រទេសភូមានៅក្នុងភូមិតូចដាច់ស្រយាលមួយព្រះអង្គមានបងប្អូនប្រុស3នាក់ដែល2នាក់បានក្លាយជាព្រះសង្ឃនិងម្នាក់ទៀតស្ថិតនៅជាគ្រហស្ថដដែលនៅពេលព្រះអង្គប្រសូតគឺថាមានឥន្ទនូមួយយ៉ាងច្បាស់ក្រឡែតលេចឡើងនៅលើលំនៅឋានរបស់ព្រះអង្គហើយចូលទៅក្នុងផ្ទះរបស់ព្រះអង្គតាមដំបូលរួចក៏ឡើងតាមដំបូលទៅលើមេឃទៅវិញអ្នកភូមិមានការភ្ញាក់ផ្អើលជាខ្លាំងឪពុកម្ដាយរបស់ព្រះអង្គបានដាក់ឈ្មោះឲ្យព្រះអង្គថាតេតខូងដែលមានន័យថាមនុស្សដែលបានលេចត្រដែតឡើងដល់កំពូលខ្ពស់បំផុតជាអ្នកសម្រេចផលខ្ពស់បំផុតហើយព្រះអង្គពិតជាបានសម្រេចដូច្នោះមែនទាំងផ្នែកបរិយ័តទាំងផ្នែកបដិបត្តិគឺទាំងមេរៀនព្រះធម៌ជាទ្រឹស្ដីនិងទាំងមេរៀនព្រះធម៌អនុវត្តព្រះអង្គបានទទួលការអប់រំតាមបែបប្រពៃណីនៅអាយុ10ឆ្នាំកុមារតេតខូងបានចូលរៀននៅវត្តមួយក្នុងភូមិក្រោមការបង្ហាត់នៃព្រះអង្គឧនន្ទាដើម្បីរៀនវេយ្យាករណ៍បាលីវេយ្យាករណ៍ភូមានិងរៀនព្រះសូត្រផ្សេងលុះអាយុ15ឆ្នាំកុមារតេតខូងបានបួសជាសាមណេរស្រាប់តែមានចំណុចរបត់មួយ
នៅប្រជជន18ព្រះវស្សាព្រះអង្គចង់លាចាកសិក្ខាបទនិងត្រឡប់ទៅជាគ្រហស្ថមានជីវភាពធម្មតាវិញដែលហេតុថាព្រះអង្គយល់ថាការអប់រំដែលព្រះអង្គបានទទួលគឺមានលក្ខណៈតូចចង្អៀតនិងតិចតួចស្ដួចស្ដើងពេកអ្វីដែលបានរៀនគឺមានតែភាសាបាលីនិងបានរៀនតែពុទ្ធវចនៈនិងអំពីព្រះធម៌ហើយឥតមានរៀនអ្វីផ្សេងសោះព្រះអង្គយល់ថាគួរតែមានមេរៀនទូលំទូលាយផ្សេងទៀតនេះជាសញ្ញាដំបូងដែលជាអត្តចរិតរបស់ព្រះតេជគុណលេឌីសាយដាវដែលជាបុគ្គលដែលមានឯករាជ្យភាពនិងជាបុគ្គលដែលមានគំនិតច្នៃប្រឌិតទំនើបពេលនោះលោកគ្រូអាចារ្យអ៊ូនុនទាដែលជាឧបជាមានសេចក្តីទោមនស្សដោយព្រះតេជគុណលេឌីសាយដាវជាសិស្សពូកែហេតុនេះលោកអាចារ្យអ៊ូនុនទានិងព្រះសង្ឃមួយអង្គទៀតបានទៅរកសាមណេរតេតខូងដើម្បីបញ្ចុះបញ្ចូលកុំឲ្យលាចាកសិក្ខាបទលោកអាចារ្យទាំងពីរសួរថាតើផនតេចង់បន្តវិជ្ជាតទៅទៀតទេគណាបើអញ្ចឹងអាត្មាទាំងពីរយល់ព្រមឲ្យផនតេចាប់ផ្ដើមរៀនគម្ពីរវេទនៃសាសនាហិណ្ឌូសាមណេរលេឌីសាយដាវសប្បាយប្រទៃណាស់ដោយឮដូច្នោះលោកអាចារ្យដែលបង្រៀនគម្ពីរវេទនោះជាព្រះសង្ឃហើយព្រះអង្គបញ្ជាក់ថាដើម្បីបានរៀនគម្ពីរវេទលុះត្រាតែនៅបន្តបួសតទៅទៀតសាមណេរលេឌីសាយដាវបានបន្តសិក្ខាបទនិងបន្តបួសរហូតអស់មួយជីវិតព្រះអង្គត្រឹមរយៈពេល8ខែព្រះអង្គលេឌីសាយដាវបានស្ទាត់ជំនាញនៅគម្ពីរវេទក្រោយមកទៀតព្រះអង្គធ្លាប់បានប្រាប់ទៅសិស្សរបស់ព្រះអង្គថាកាលដំបូងឡើយព្រះអង្គចង់រៀនគម្ពីរវេទដោយសារចង់មានមុខរបរជាគ្រូទាយតែលោកអាចារ្យឧបជារបស់ព្រះអង្គដែលប្រកបដោយបញ្ញានិងអាណិតអាសូរបានស្រោចស្រង់ព្រះអង្គមកវិញបន្តទៅទៀតនៅប្រជជន20វស្សាព្រះអង្គបានឧបសម្បទាជាភិក្ខុពេញបរិបូរណ៍ក្រោមឧបជាព្រះអង្គអ៊ូនុនទាជាថ្មីទៀតដោយទទួលនាមថាញាណធេចាឬញាណធុចដែលមានន័យថាសញ្ញានៃបញ្ញាបដានៃគតិបណ្ឌិតកាលនោះព្រះអង្គមិនទាន់មាននាមថាលេឌីសាយដាវនៅឡើយទេគឺមាននាមថាអ៊ូញាណធេចាឬអ៊ូញាណធុចព្រះអង្គជាបុគ្គលដែលមានចំណងក្នុងការអភិវឌ្ឍខ្លួនហើយព្រះអង្គក៏បានចាកចេញពីភូមិកំណើតទៅគង់នៅម៉ង់ដាឡេនៅក្នុងផែនទីនេះនៅតំបន់ម៉ង់ដាឡេហើយព្រះអង្គប្រសូតនៅខាងជើងបន្តិចនៅក្បែរស្វេបោហើយយើងឃើញទីប្រជុំជនសំខាន់មួយនៃជីវិតព្រះអង្គគឺតំបន់ម៉ូនីវ៉ាមានព្រៃក្រាស់នៅជុំវិញទីប្រជុំជនម៉ូនីវ៉ានិងមានទន្លេហូរចុះមកខាងត្បូងនិងក្បែរនោះដែរគឺជាទន្លេជិនវិននៅតាមបណ្ដោយទន្លេនោះមានលអាងភ្នំខ្លះដែលព្រះអង្គគង់ធ្វើសមាធិពេលក្រោយមកទៀតនៅលើផែនទីនេះតំបន់ពណ៌ផ្កាឈូកជាតំបន់ដែលកាន់កាប់ដោយចក្រភពអង់គ្លេសមានចម្បាំងរវាងភូមានិងអង់គ្លេស2ដងហើយអង់គ្លេសបានឈ្នះទាំង2លើកនិងបានពង្រីកដែនដីត្រួតត្រារាល់ពេលដែលបានឈ្នះចំណុចពណ៌សជាតំបន់នៅសល់មិនស្ថិតក្រោមអំណាចអង់គ្លេសនិងមានម៉ង់ដាឡេជារាជធានីនៃប្រទេសភូមាមានស្រមោលនៃការគំរាមកំហែងពីសំណាក់ចក្រភពអង់គ្លេសដែលមកគ្របដណ្ដប់លើប្រទេសភូមាយ៉ាងធំដែលបំរុងនឹងវាទីអាណានិគមបន្ថែមទៀតរឿងនេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ការគិតពិចារណារបស់ព្រះតេជគុណលេឌីសាយដាវដែលយើងនឹងដឹងនៅពេលបន្តិចទៀតនៅពេលនោះស្ដេចសោយរាជគឺព្រះបាទមីនដូនដែលជាស្ដេចដ៏ល្អនិងខ្លាំងពូកែតែស្ថិតក្រោមការគំរាមកំហែងពីសំណាក់ចក្រភពអង់គ្លេសជានិច្ចស្ដេចមីនដូនជាស្ដេចប្រកបដោយធម៌និងប្រឹងប្រែងបំពេញកុសលច្រើនតាមដែលទ្រង់អាចធ្វើបានព្រះអង្គបានសាងសង់វត្តអារាមកុដិស្ទូបផ្សេងជាច្រើនហើយព្រះអង្គក៏បានសាងសង់កំពូលនៃចេតិយស្វេដាហ្គនដែលកាលនោះស្ថិតក្រោមអំណាចអង់គ្លេសរូបនេះជាទីវត្តនៃព្រះបាទមីនដូននេះជាទីវត្តធំមួយដែលព្រះអង្គបានសាងសង់វត្តនេះមិនបានសាងសង់បញ្ចប់ទេដោយមានជំនឿថាបើសាងសង់បញ្ចប់នោះប្រទេសភូមានឹងដួលរលំព្រះអង្គមីនដូនក៏បានធ្វើអំណោយទានជាច្រើនដល់គណៈសង្ឃទូទាំងប្រទេសភូមាដែលព្រះសង្ឃមានប្រហែល69,000អង្គ
គ្រាន់តែនៅម៉ង់ដាឡេព្រះអង្គសាងសង់វត្តចំនួន400ហើយវត្តនីមួយៗមានព្រះសង្ឃប្រហែល 2000 អង្គហើយជាសរុបព្រះអង្គផ្គត់ផ្គង់ព្រះសង្ឃចំនួនប្រហែល 8000 អង្គនៅម៉ង់ដាឡេមានព្រះសង្ឃជាអាចារ្យចំនួន 3000 អង្គមានសាមណសិស្សចំនួន 6000 អង្គហើយក្នុងចំណោមវត្តទាំងឡាយនៅម៉ង់ដាឡេវត្តដែលល្បីជាងគេគឺវត្តសានខ្យុងថៃកស្ដេចមីនដូនបានបដូររាជធានីពីអាវ៉ាទៅម៉ង់ដាឡេដោយបានរុះរើរាជវាំងចាស់ដែលសាងសង់ពីឈើហើយសាងសង់ថ្មីធ្វើជាវត្តប្រគេនដល់ព្រះសង្ឃគឺវត្តនោះឯងជាវត្តសានខ្យុងថៃកចៅអធិការនៃវត្តសានខ្យុងថៃកជាចៅអធិការធំមួយអង្គលោកចៅអធិការគឺជាគ្រូរបស់ព្រះរាជាមីនដូនហើយក៏ជាសមាជិកនៃថេរសភាឮល្បីថាលោកចៅអធិការបានបកប្រែគម្ពីរមកពីស្រីលង្កាគឺគម្ពីរវិសុទ្ធមគ្គដែលមានកម្រាស់800ទំព័រហើយព្រះអង្គជាសម្ដេចសង្ឃរាជនៃប្រទេសភូមាផងដែរឥឡូវនេះព្រះភិក្ខុឧញ្ញាណធិចារ្យជានាមនៃព្រះតេជគុណលេឌីសាយដាវចំនួននោះភិក្ខុឧញ្ញាណធិចារ្យបានមកសុំចូលសំណាក់នៅវត្តនោះដោយមានការប្រឡងចូលសាមណសិស្សត្រូវសូត្រចាំមាត់នៅសិក្ខាបទទាំង227សិក្ខាបទចំពោះគ្រហស្ថដូចជាយើងមានសិក្ខាបទ5ហើយពេលចូលរៀនវគ្គវិបស្សនាយើងកាន់សិល8សិក្ខាបទ8តែព្រះសង្ឃមានសិក្ខាបទ227សិក្ខាបទភិក្ខុឧញ្ញាណធិចារ្យបានប្រឡងជាប់ចូលរៀននៅទីនោះតែគ្មានបន្ទប់សម្រាប់សឹងទេគ្មានគ្រែនោះទេហើយភិក្ខុក៏ត្រូវសឹងលើកន្ទេលក្បែរពាងទឹកពេលនរណាត្រូវការទឹកភិក្ខុឧញ្ញាណធិចារ្យត្រូវចល័តចេញនៅរាល់ល្ងាចព្រះភិក្ខុទាំងអស់មកប្រមូលផ្ដុំគ្នានិងសូត្រអំពីសិក្ខាបទទាំង227ដែលជាទម្លាប់រាល់ថ្ងៃភិក្ខុឧញ្ញាណធិចារ្យមានសំឡេងខ្លាំងឮច្បាស់ដូច្នេះឆាប់ក្រោយមកភិក្ខុអង្គនេះបានដឹកនាំការសូត្រធម៌នោះព្រះគ្រូចៅអធិការមានការចាប់អារម្មណ៍ហើយហៅភិក្ខុវ័យ21វស្សាអង្គនេះឲ្យមកជួបសម្ភាសនៅទីសម្ភាសនោះមានភិក្ខុជាន់ខ្ពស់មួយអង្គទៀតដែលជាមន្ត្រីសង្ឃជាន់ខ្ពស់ស្ថិតក្នុងរាជាគណៈអភិបាលផងដែរការជួបនោះមានរយៈពេលយ៉ាងខ្លីសម្ដេចសង្ឃបានសួរថាអាវុសោមាននាមអ្វីដែរកណាមាននាមឧញ្ញាណធិចារ្យព្រះគុណម្ចាស់ឈ្មោះនេះល្អណាស់អាវុសោគួរតែចូលមករៀនជាមួយអាត្មាមកឥឡូវនេះភិក្ខុវ័យក្មេងនេះមានវ័យ21វស្សាបានក្លាយជាសិស្សគុណនៅចិត្តផ្ទាល់នៃសម្ដេចសង្ឃនៃប្រទេសភូមាទាំងមូលព្រមទាំងបានចូលរៀនជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផងដែរភិក្ខុឧញ្ញាណធិចារ្យចាប់ផ្ដើមមានសិទ្ធិចូលក្នុងបណ្ណាល័យផ្ទាល់នៃព្រះចៅអធិការវត្តគឺព្រះអង្គសានខ្យុងសាយដាវដែលជាសម្ដេចព្រះសង្ឃរាជនាពេលនោះដោយសារសម័យនោះសៀវភៅគឺសរសេរដោយដៃដូច្នេះនេះជារឿងសំខាន់ណាស់ច្បាស់ជាចៅអធិការទុកប្រតិយខ្លាំងទើបអនុញ្ញាតបែបនេះឥឡូវនេះភិក្ខុកំពុងតែសិក្សានៅទីនោះចំពោះវត្តនេះគឺសិក្សាអំពីព្រះត្រៃបិដកទាំងមូលទាំងស្រុងនៅក្នុងនេះគឺជាកម្មវិធីសិក្សានៅក្នុងវត្តនោះមានគម្ពីរជាភាសាបាលីដីកាអនុដីកាអដ្ឋកថាជាដើមព្រះវិន័យមាន2000ទំព័រព្រះសូត្រដែលជាធម្មទេសនាមានប្រវែង7ទៅ800ទំព័រព្រះអភិធម្មដែលជាសេចក្តីលម្អិតពិស្ដារនៃការវិភាគអំពីចិត្តនិងកាយយើងអាចកត់សម្គាល់ថានៅក្នុងការសូត្រធម៌ពេលព្រឹកនៃលោកគ្រូហ្គោអាន់ហ្គានៅធម្មសិក្សាថ្ងៃទី5គឺជាតេកបដ្ឋានជាផ្នែកតូចមួយនៃអភិធម្មទាំងមូលមានប្រហែល8000ទំព័រភិក្ខុឧញ្ញាណធិចារ្យបានស្ទាត់ជំនាញលើគម្ពីរនោះទាំងមូលព្រះអង្គក្លាយជាគ្រូបង្រៀនដល់សាមណសិស្ស2000អង្គស្ដេចមីនដូនជាមហាក្សត្រដែលមានទំនួលខុសត្រូវខ្លាំងណាស់ហើយរាជកិច្ចមួយរបស់ព្រះអង្គគឺការពារព្រះសង្ឃនិងព្រះធម៌
ព្រះអង្គសម្រេចប្រតិយរៀបចំមហាសង្ឃាយនាសង្ឃមួយដើម្បីផ្ទៀងផ្ទាត់គម្ពីរព្រះត្រៃបិដកនិងរៀបចំបោះពុម្ពគួរបញ្ជាក់ថាសង្ឃាយនាលើកទី1ធ្វើឡើងភ្លាមក្រោយបរិនិព្វាននៃព្រះសម្មាសម្ពុទ្ធដែលកាលនោះមានព្រះអានន្ទចូលរួមផងដែរលើកទី2គឺធ្វើឡើងនៅឥណ្ឌាហើយព្រះបាទអសោកបានរៀបចំធ្វើសង្ឃាយនាលើកទី3សង្ឃាយនាលើកទី4ប្រព្រឹត្តទៅនៅសិរីលង្កាហើយឥឡូវនេះសង្ឃាយនាលើកទី5បានរៀបចំឡើងដោយព្រះបាទមីនដូនក្នុងប្រទេសភូមាដែលមានព្រះសង្ឃចូលរួម600អង្គនិងមានពុទ្ធបរិស័ទជាគ្រហស្ថចំនួនរាប់ពាន់នាក់ស្ថិតនៅក្នុងព្រះបរមរាជវាំងគេធ្វើការផ្ទៀងផ្ទាត់គម្ពីរព្រះត្រៃបិដកជាភាសាបាលីទាំងស្រុងដោយបែងចែកជា600ចំណែកសម្រាប់ព្រះសង្ឃទាំង600អង្គដែលគ្រប់អង្គសុទ្ធតែជាអ្នកស្ទាត់ជំនាញអំពីគម្ពីរគង់ស្ដាប់ដើម្បីរកមើលកំហុសនៅពេលព្រះសង្ឃមួយអង្គបដូរវេនគ្នាដើម្បីសូត្រព្រះភិក្ខុឧញ្ញាណធិចារ្យមានភារកិច្ចសូត្រគម្ពីរទី5នៃព្រះអភិធម្មដែលជាគម្ពីរអំពីទំនាស់ដែលជាបញ្ជីនៃកំហុសឆ្គងនៃការយល់ឃើញគឺអំពីមិច្ឆាទិដ្ឋិដោយមានអាចយ៉ាងជ្រាលជ្រៅហើយអំពីរបៀបបកស្រាយបដិសេធលើមិច្ឆាទិដ្ឋិទាំងនោះគម្ពីរទី5នោះត្រូវបានសរសេរដោយព្រះមគ្គលិពុទ្ធទេសៈដែលជាព្រះអរហន្តនិងជាគ្រូនៃព្រះបាទអសោកនេះជាការចែកដន្យមួយអំពីទំនាក់ទំនងផ្ទាល់ពីសម័យព្រះបាទអសោកមកដល់សម័យព្រះតេជគុណលេឌីសយដាវព្រះភិក្ខុឧញ្ញាណធិចារ្យបានសូត្រគម្ពីរនោះទាំងមូលពីដើមដល់ចប់ដោយឥតមានជំនួយអ្វីមួយទាល់តែសោះដើម្បីសម្រួលដល់ការចងចាំឡើយហើយព្រះសង្ឃដទៃដែលជាអ្នកស្ទាត់ជំនាញគង់ស្ដាប់ដើម្បីរកកំហុសដោយសារកិច្ចការនេះព្រះអង្គកាន់តែល្បីល្បាញជាងមុនបន្ទាប់ពីសង្ឃាយនារួចស្ដេចមីនដូនបានឲ្យគេចារឹកគម្ពីរទាំងមូលលើថ្មម៉ាបតម្កល់ទុកនៅក្នុងវត្តគុទុដាវនៅប្រទេសភូមាក្រោយមកទៀតព្រះចៅអធិការដែលជាសម្ដេចព្រះសង្ឃរាជបានរៀបចំប្រឡងសម្រាប់ព្រះសង្ឃទាំងឡាយអំពីប្រធានបទបារមីមានសំណួរចំនួន20និងមានព្រះភិក្ខុសង្ឃ 2000 អង្គចូលរួមប្រឡងក្នុងនោះមានតែព្រះភិក្ខុឧញ្ញាណធិចារ្យមួយអង្គគត់ដែលអាចឆ្លើយបានត្រឹមត្រូវគ្រប់ 100% ក្រោយមកចម្លើយព្រះអង្គត្រូវបានបោះពុម្ពជាសៀវភៅគឺបារមីទីបនីហើយនេះជាសៀវភៅដំបូងក្នុងចំណោមសៀវភៅជាច្រើនដែលព្រះអង្គបោះពុម្ពក្រោយមកទៀតក្រោយមកសម្ដេចព្រះសង្ឃរាជបានផ្ដល់គោរមងារដល់ព្រះភិក្ខុឧញ្ញាណធិចារ្យជាបឋមសច្ចៈដែលមានន័យថាគ្រូដំបូងឥឡូវព្រះអង្គក្លាយជាគ្រូដែលធំជាងគេដែលគង់ក្នុងវត្តដែលល្បីជាងគេបំផុតនិងជាអ្នកនិពន្ធឆ្នើមមួយអង្គហើយបន្តមកទៀតមានគ្រោះមហន្តរាយធំមួយព្រះបាទមីនដូនបានសោយទីវង្គតហើយក្សត្រធីបរដែលជាបុត្រាបានគ្រងរាជ្យបន្តព្រះអង្គជាមហាក្សត្រយ៉ាងខ្សោយដែលមិនអាចចាកចេញពីរាជវាំងទាល់តែសោះហើយបន្តិចម្ដងព្រះអង្គបាត់បង់ម្ចាស់ការមិនអាចគ្រប់គ្រងអំណាចជាប់ទូទាំងប្រទេសបានឡើយមានលេចឮថាចៅហ្វាយខេត្តខ្លះត្រូវគេធ្វើឃាតសម្លាប់មន្ត្រីខ្លះរួមគំនិតជាមួយក្រុមចៅហើយដុតបំផ្លាញទីក្រុងជាចុងក្រោយព្រះអង្គគ្រប់គ្រងបានតែដែនដីខ្លះនៅក្នុងនិងក្រៅរាជធានីម៉ង់ដាឡេតែប៉ុណ្ណោះក្រោយមកទៀតនៅឆ្នាំ1883មានអគ្គិភ័យយ៉ាងធំនៅម៉ង់ដាឡេរហូតដល់ភាគខាងជើងនិងបានឆាបឆេះរាជវាំងស្ទើរទាំងស្រុងព្រោះរាជវាំងសាងសង់អំពីឈើព្រមទាំងឆេះវត្តសានខ្យុងថៃផងដែរព្រះភិក្ខុឧញ្ញាណធិចារ្យក៏បានបាត់បង់ទីសំណាក់អាស្រ័យបាត់បង់សៀវភៅដែលបាននិពន្ធនិងកំណត់ត្រាទាំងឡាយព្រះអង្គក៏បានត្រឡប់ទៅភូមិកំណើតវិញនិងត្រឡប់ទៅម៉ូនីវ៉ាដែលជាទីប្រជុំជនក្បែរនោះផងដែររឿងកន្លងមកនេះហាក់ដូចជាមហន្តរាយប៉ុន្តែព្រះអង្គចាប់ផ្ដើមមានពេលទំនេរបន្ទាប់ពីបង្រៀនសិស្សរួចនៅពេលថ្ងៃព្រះអង្គបានបដិបត្តិសមាធិនៅពេលយប់
រៀងរាល់ឆ្នាំព្រះអង្គបានចូលវស្សានៅក្នុងព្រៃក្បែរតំបន់ម៉ូនីវ៉ារយៈពេល3ឆ្នាំតមកទៀតចំពោះស្ដេចធីបឯណោះវិញអ្វីៗកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីសង្គ្រាមរវាងអង់គ្លេសនិងភូមាលើកទី2អង់គ្លេសចាប់ផ្ដើមមានសិទ្ធិក្នុងការចរាចរតាមទន្លេអេរ៉ាវ៉ាឌីហើយថែមទាំងយករាជទ្រព្យដូចជាមកុដគ្រឿងអលង្ការសម្រាប់គ្រងរាជសម្បត្តិជាដើមដាក់លើកប៉ាល់របស់ពួកគេថែមទៀតដែលនេះជាការប្រមាថយ៉ាងធំដល់មហាក្សត្រភូមាហើយអង់គ្លេសថែមទាំងបានចាប់ផ្ដើមកាប់ព្រៃឈើដោយខុសច្បាប់នៅភូមាទៀតផងស្ដេចធីបបានចាប់ផ្ដើមផាកពិន័យដល់ពួកគេពួកអង់គ្លេសឆ្លើយតបមកវិញដោយដាច់ណាត់ហើយដាក់កំហិតដាក់ឱសានវាតដល់ព្រះអង្គដើម្បីត្រួតត្រាគោលនយោបាយការបរទេសនៃប្រទេសភូមាទាំងមូលព្រះអង្គធីបរារែកមិនយល់ព្រមហើយអង់គ្លេសក៏បានចូលឈ្លានពាននៅក្នុងរូបភាពនេះនៅឆ្នាំ1885កងទ័ពអង់គ្លេសដាក់ពង្រាយនៅទីក្រុងរ៉ង់ហ្គូនដើម្បីធ្វើយុទ្ធនាការនិរទេសស្ដេចធីបដែលប្រព្រឹត្តទៅអស់រយៈពេល12ថ្ងៃកងទ័ពភូមាមានការភ័ន្តភាំងស្លន់ស្លោកងទ័ពអង់គ្លេសចូលដល់ម៉ង់ដាឡេរឹបអូសត្រួតត្រាម៉ង់ដាឡេនិងចាប់ព្រះកាយស្ដេចធីបរឹបអូសយករាជទ្រព្យពីរាជវាំងហើយពួកគេគ្រប់គ្រងប្រទេសភូមាទាំងមូលគេដាក់ព្រះបាទធីបនៅលើរទេះគោរួចដាក់ក្នុងកប៉ាល់អង់គ្លេសនិងនិរទេសព្រះអង្គទៅដល់ប្រទេសឥណ្ឌានៅក្បែរទីក្រុងប៊ុំបៃហើយព្រះអង្គឥតមានឱកាសបានវិលត្រឡប់មកស្រុកកំណើតគឺប្រទេសភូមាវិញឡើយនេះជាការប្រមាថបន្ថែមទៀតនៅក្នុងរូបភាពនេះគេឃើញស្ដេចធីបត្រូវបានគេតម្រង់ផ្លូវឲ្យឡើងលើកប៉ាល់អង់គ្លេសនៅក្នុងទីក្រុងរ៉ង់ហ្គូននោះជាពេលចុងក្រោយបំផុតដែលព្រះអង្គស្ថិតនៅលើទឹកដីភូមារឿងទាំងឡាយនេះជះឥទ្ធិពលខ្លាំងណាស់ដល់ព្រះតេជគុណលេឌីសាយដាវរឿងប្រែប្រួលមួយយ៉ាងឆាប់រហ័សនៃការមកដល់របស់ពួកអង់គ្លេសគឺការបរិភោគសាច់សត្វពួកអង់គ្លេសចូលចិត្តបរិភោគសាច់គោកងទ័ពអង់គ្លេសគេហៅថាជាអ្នកបរិភោគសាច់គោភេសជ្ជៈដែលមានជាតិអាល់កុលនិងប្រើប្រាស់គ្រឿងញៀនព្រះភិក្ខុឧញ្ញាណទេចាមិនពេញចិត្តអំពីរឿងនេះឡើយហើយបានរៀបចំយុទ្ធនាការមួយជាពិសេសប្រឆាំងនឹងការបរិភោគសាច់គោព្រះអង្គសរសេរលិខិតចំហអំពីការបរិភោគសាច់គោដោយអះអាងថាការសម្លាប់សត្វគោប្រៀបដូចជាការសម្លាប់ឪពុកម្ដាយខ្លួនឯងព្រោះគោបានជួយដល់កិច្ចការស្រែចម្ការជាច្រើនហើយផ្ដល់ទឹកដោះដែលជាអាហារដល់មនុស្សថែមទៀតព្រះអង្គយាត្រាទៅកាន់ទីផ្សេងដើម្បីពន្យល់អំពីភាពខុសឆ្គងនៃការបរិភោគអាហារនេះដែលវោហារសាស្ត្ររបស់ព្រះអង្គមានឥទ្ធិពលជាខ្លាំងមានស្ត្រីម្នាក់បានរំលឹកដល់ពេលមួយដែលឪពុកម្ដាយរបស់គាត់បានចូលរួមស្ដាប់សង្ឃដីការបស់ព្រះតេជគុណលេឌីសាយដាវរួចហើយក៏សម្រេចចិត្តឈប់បរិភោគសាច់ជារៀងរហូតមកព្រះអង្គក៏បានធ្វើយុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនគឺអាភៀននិងសូរ៉ាព្រះអង្គក៏បានធ្វើយុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនគឺអាភៀននិងសូរ៉ាព្រះអង្គដឹងថាពួកអង់គ្លេសមិនចូលចិត្តព្រះអង្គទេហើយតាមពិតគឺពួកគេមិនពេញចិត្តនឹងព្រះអង្គមែនប៉ុន្តែពួកគេគោរពកោតខ្លាចព្រះអង្គផងដែរសកម្មភាពរបស់ព្រះអង្គមិនតាក់ទងនឹងនយោបាយទេគឺព្រះអង្គគ្រាន់តែអប់រំផ្នែកចរិយាសម្បត្តិការប្រព្រឹត្តរបស់មនុស្សប៉ុណ្ណោះហេតុនេះហើយពួកអង់គ្លេសមិនដែលធ្វើអ្វីប៉ះពាល់ដល់ព្រះអង្គលេឌីសាយដាវឡើយមួយរយៈពេលក្រោយមកព្រះអង្គចាកចេញពីតំបន់ម៉ូនីវ៉ានៅខាងជើងម៉ូនីវ៉ាមានព្រៃមួយឈ្មោះព្រៃលេឌីជាព្រៃយ៉ាងក្រាស់ពោរពេញដោយសត្វកំណាចល្បីថាសម្បូរដោយខ្មោចព្រាយបិសាចហើយពុំមានអ្នកស្រុកណាម្នាក់ហ៊ានចូលទៅក្នុងព្រៃនោះឡើយហេតុនោះព្រះអង្គឧញ្ញាណទេចាបានដឹកនាំសាមណសិស្ស2-3អង្គចូលទៅក្នុងព្រៃនោះលុះដើរដល់ព្រៃជ្រៅព្រះអង្គបានជ្រើសរើសដើមឈើធំមួយហើយក៏ប្រាប់សិស្សទាំង3អង្គឲ្យត្រឡប់ទៅភូមិវិញហើយទុកព្រះអង្គនៅក្រោមដើមឈើនេះហើយព្រះអង្គក៏គង់នៅទីព្រៃស្មសានដ៏គួរឲ្យខ្លាចនោះដែលពោរពេញទៅដោយសត្វកំណាច
ខ្មោចព្រាយបិសាចហើយព្រះអង្គពិសោធន៍ឃើញធម្មធាតុដែលពោពេញដោយភាពអកុសលព្រះអង្គបានផ្សាយមេត្តាយ៉ាងខ្លាំងក្លានៅទីនោះលុះបានមួយរយៈពេលក្រោយមកបរិយាកាសទាំងមូលនៅទីនោះបានផ្លាស់ប្ដូរคล้ายទៅជាទីស្ងប់ស្ងាត់មានសន្តិភាពនិងកក់ក្ដៅទៅវិញហើយសិស្សរបស់ព្រះអង្គបានត្រឡប់មកវិញហើយក្រៅពីសិស្សរបស់ព្រះអង្គក៏មានព្រះសង្ឃនិងគ្រហស្ថដទៃបានចូលមកទីនោះផងដែរគឺមកដើម្បីរៀនពីព្រះអង្គនិងបដិបត្តិសមាធិជាមួយព្រះអង្គគឺពេលនោះហើយដែលចាប់ផ្ដើមមានវត្តនៃព្រះតេជគុណលេឌីសាយដាវនៅទីនោះគឺវត្តលេឌីគេបានសាងសង់ខ្ទមកុដិចាត់ដីនៅទីនោះព្រះអង្គបានបង្រៀនធម៌នៅទីនោះអស់រយៈពេល13ឆ្នាំក្នុងរយៈពេល13ឆ្នាំនោះព្រះអង្គក៏តែងបានធ្វើកិច្ចការផ្សេងផងដែរដូចជាបោសសម្អាតវត្តលាងបង្គន់មើលថែរក្សាអ្នកជំងឺគឺព្រះសង្ឃដែលអាពាហ៍នៅទីនោះនៅក្នុងរូបនេះមិនមែនជាវត្តលេឌីនោះទេគឺជាមជ្ឈមណ្ឌលវិបស្សនាចំនួនក្រោយមកទៀតឈ្មោះមជ្ឈមណ្ឌលធម្មញាណធេចាហើយនៅខាងឆ្វេងដៃនៃរូបនេះជាធម្មសាលដែលយើងអាចចូលរៀនវគ្គសិក្សា10ថ្ងៃនៅទីនោះបានហើយយើងអាចពិសោធន៍ឃើញធម្មធាតុយ៉ាងប្រសើរនៅទីនោះក្រោយពីចំណាយពេល13ឆ្នាំនៅទីនោះព្រះអង្គបានសម្រេចប្រតិធ្វើធម្មយាត្រាមួយព្រះអង្គធ្វើដំណើរតាមរថភ្លើងនិងកប៉ាល់ព្រះអង្គនិមន្តទៅពុទ្ធគយានិងទីសក្ការៈបូជាដទៃទៀតនៅប្រទេសឥណ្ឌានៅទីនោះព្រះអង្គបានឃើញច្បាស់អំពីអំណាចនៃចក្រភពអង់គ្លេសប៉ុន្តែរឿងដ៏សំខាន់ខ្លាំងបំផុតនោះគឺព្រះអង្គមានប្រតិរន្ធត់អណោចអធមជាពន់ពេកចំពោះទីសក្ការៈនៃព្រះសម្មាសម្ពុទ្ធទាំងឡាយនោះដែលស្ថិតនៅប្រទេសឥណ្ឌាដែលទទួលរងការជិះជាន់បំផ្លិចបំផ្លាញរុះរើឬបោះបង់ចោលអស់ទីនោះគឺពុទ្ធគយាដែលបើប្រៀបធៀបមកទីសក្ការៈផ្សេងទាំងឡាយនៅប្រទេសភូមាវិញដូចជាវត្តស្វេដកនជាដើមគឺទទួលបានការគោរពការថែទាំយ៉ាងប្រពៃពីសំណាក់ប្រជាជនភូមាចំពោះទីគោរពបូជារបស់ខ្លួនលើសពីនោះទៅទៀតមានបព្វជិតសាសនាព្រាហ្មណ៍ថែមទាំងបានរំលោភលើពុទ្ធគយានិងបានយកទីនោះធ្វើជាទីសក្ការៈរបស់ពួកសាសនាព្រាហ្មណ៍ផ្ដាច់មុខហើយហាមឃាត់ព្រះសង្ឃពុទ្ធសាសនាមិនឲ្យចូលមកគោរពបូជាឡើយមិនស្វាគមន៍ឡើយហើយសម័យនោះមានសេចក្តីគោរពតិចតួចណាស់ឬគ្មានសេចក្តីគោរពកោតក្រែងចំពោះព្រះសង្ឃពុទ្ធសាសនាសោះឡើយការបង្រៀនរបស់ព្រះពុទ្ធគឺព្រះធម៌ត្រូវបានគេចាត់ទុកថាជាមេរៀនដែលមានភាពខុសឆ្គងមិនត្រឹមត្រូវមិនល្អគឺប្រហែលជាពេលនោះឯងហើយដែលព្រះតេជគុណលេឌីសាយដាវបានភ្ញាក់ខ្លួនរលឹកដឹងថាប្រសិនបើពេលវេលាមកដល់ប្រសិនបើមានការផ្សាយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធត្រឡប់មកទឹកដីឥណ្ឌាវិញតួអង្គដែលមានកាតព្វកិច្ចផ្សព្វផ្សាយព្រះធម៌គឺមិនអាចជាព្រះសង្ឃនោះឡើយគឺមានតែគ្រហស្ថប៉ុណ្ណោះដែលអាចមកផ្សាយព្រះធម៌ចូលមកទឹកដីឥណ្ឌាដើមកំណើតនេះវិញគឺការយល់ឃើញនេះហើយដែលជះឥទ្ធិពលយ៉ាងធំធេងដល់ការសម្រេចព្រះតីនិងសកម្មភាពព្រះអង្គនៅពេលក្រោយមកទៀតរឿងដែលជ្រាលជ្រៅបន្ថែមពីនេះគឺធម្មយាត្រាទៅឥណ្ឌានោះបានផ្ដល់នូវសេចក្តីកោតក្រែងយ៉ាងខ្លាំងដល់ព្រះអង្គនៅតាមផ្លូវត្រឡប់មកភូមាវិញនៅតាមកប៉ាល់ព្រះអង្គបានសរសេរសៀវភៅមួយក្បាលទៀតគឺសៀវភៅបដិច្ចសមុប្បាទតិប្បនីគឺអំពីកងច្រវាក់នៃវដ្តសង្សារដោយចំណាយពេល2ថ្ងៃដោយប្រើខ្មៅដៃនិងក្រដាសដោយឥតមានឯកសារយោងអ្វីទាំងអស់ព្រះអង្គមិនត្រូវការជំនួយអ្វីឡើយហើយលើសពីនោះធម្មយាត្រានោះបានជំរុញបន្ថែមដល់ការបដិបត្តិធម៌របស់ព្រះអង្គថែមទៀតមុននឹងទៅដល់ទីវត្តលេឌីសាយដាវនោះវិញព្រះអង្គបានបង្អង់ឈប់នៅតំបន់មួយក្បែរទីក្រុងរ៉ង់ហ្គូនឈ្មោះថ្វាន់តេនិងបានគង់នៅទីនោះមួយរយៈនៅពេលនោះព្រះអង្គនិពន្ធកំណាព្យមួយនេះនៅក្នុងសេចក្តីនេះគឺជាសេចក្តីប្រកាសអះអាងយ៉ាងគួរឲ្យភ្ញាក់ផ្អើលមួយដែលមានសេចក្តីថាដោយអំណាចនៃបញ្ញាដ៏ខ្លាំងក្លាប្រៀបបាននឹងសត្វសឹងអាត្មាបានសម្រេចនៅមាគ៌ាទាំងមូលគឺសម្រេចឈានទាំងអស់
អាត្មាភាពបានជ័យជំនះលើនិងត្រួតត្រាលើជ័យជំនះទាំង5ប្រភេទនៅក្នុងឋានក្រោមទាំងឡាយដែលស្ថិតក្រោមព្រហ្មលោកនិងឋានទាំងឡាយដែលស្ថិតនៅលើព្រហ្មលោកអាត្មាភាពបានជ្រងទង់នៃជ័យជំនះនៃអានុភាពនៅក្នុងឋានទាំងឡាយនោះអស់ហើយអាត្មាភាពនឹងស្ថិតនៅក្នុងតែភាពស្ងប់នៅអនាគតជាតិអាត្មានឹងមានភាពអង់អាចនិងពុំមានបុគ្គលណាប្រសើរលើសឡើយនៅក្នុងវេលានៃជ័យជំនះរបស់ព្រះសិអាមេត្រីដែលជាព្រះសម្មាសម្ពុទ្ធអង្គក្រោយយើងមិនដឹងថាឃ្លាចុងក្រោយនេះមានន័យដូចម្តេចទេប្រហែលជាព្រះអង្គព្យាករណ៍ឬដឹងច្បាស់ថានៅក្នុងកាលអនាគតព្រះអង្គនឹងក្លាយជាសាវកយ៉ាងធំយ៉ាងចម្បងគឺជាអគ្គសាវកនៃព្រះសម្មាសម្ពុទ្ធសិអាមេត្រីឬយ៉ាងហោចណាស់ក៏ជាសាវកដ៏ឆ្នើមលើសគេនៅក្នុងផ្នែកណាមួយនៃពុទ្ធសាសនានៃព្រះសិអាមេត្រីគឺអគ្គសាវកនៅលើផ្នែកណាមួយនៅក្នុងជាតិនោះយើងគួរដឹងថាចំពោះព្រះសង្ឃមួយអង្គដែលបានប្រកាសអំពីការសម្រេចឈានដោយคล้ายคล้ายមិនពិតគឺនឹងត្រូវអាបត្តិយ៉ាងធ្ងន់ធ្ងរក្នុងចំណោមបរាជិកទាំង4ដែលត្រូវបណ្តេញចេញពីគណៈសង្ឃហើយលើសពីនោះទៀតព្រះសង្ឃដែលបានប្រព្រឹត្តកំហុសបែបនេះមិនត្រឹមតែត្រូវបណ្តេញចេញប៉ុណ្ណោះទេថែមទាំងត្រូវប្រជាជនចោមរោមគប់ដុំថ្មពីលើថែមទៀតគឺប្រហែលជាដូច្នោះហើយព្រះអង្គមិនដែលបានចេញផ្សាយកំណាព្យនោះឡើយព្រះអង្គរក្សារឿងនេះជាសម្ងាត់រក្សាទុកកំណាព្យនេះហើយលុះនៅគ្រាចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គតើព្រះអង្គបានលាតត្រដាងទៅដល់សិស្ស2នាក់គឺលោកអ៊ូវូនីតានិងលោកគ្រូសៃថេតផងដែរតែកាលគ្រាដំបូងព្រះអង្គមិនបានចេញផ្សាយឡើយបន្ទាប់ពីនោះមកព្រះអង្គនិមន្តទៅវត្តលេឌីវិញហើយគង់នៅអស់រយៈពេល5ឆ្នាំបន្តទៀតពេលនោះវត្តមានភាពរីកចម្រើនដោយមានព្រះសង្ឃប្រហែល500អង្គលុះគម្រប់5វស្សាព្រះអង្គបានចាត់ឲ្យគ្រូសូត្រស្ដាំឡើងបន្តជាចៅអធិការចំណែកព្រះអង្គក៏ចាកចេញដើម្បីទៅបដិបត្តិសមាធិឲ្យហ្មត់ចត់ខ្លាំងក្លាថែមទៀតដោយបានឮពីខាងដើមមកហើយថានៅតាមដងទន្លេជិនវិននៅក្បែរតំបន់ម៉ូនីវ៉ានោះមានរូងភ្នំជាច្រើនព្រះអង្គចម្រើនសមាធិនៅតាមទីនោះហើយរូបនេះជាកន្លែងសមាធិមួយរបស់ព្រះអង្គផងដែររូបនោះគ្រាន់តែជារូបតំណាងព្រះអង្គប៉ុណ្ណោះហើយសប្តាហ៍ថ្ងៃក៏យើងអាចទៅចម្រើនកម្មដ្ឋាននៅទីនោះបានផងដែរនៅពេលមួយព្រះអង្គបានចូលវស្សាជាមួយព្រះសង្ឃជាមិត្តមួយអង្គព្រះនាមអ៊ូអិនតកាពេលនោះព្រះអង្គអ៊ូអិនតកាទ្រង់អាពាធហេតុនេះព្រះតេជគុណលេឌីសាយដាវត្រូវនិមន្តបិណ្ឌបាតតាមភូមិដើម្បីជាចង្ហាន់ដល់ព្រះអង្គអ៊ូអិនតកាបានធូរស្បើយឡើងវិញនៅពេលមួយទៀតនោះព្រះអង្គស្ថិតនៅក្បែរតំបន់ខៃឌីយ៉ូដោយនិមន្តជាមួយព្រះសង្ឃផ្សេងមួយក្រុមស្រាប់តែភ្លាមនោះវងសត្វដំរីព្រៃបានរត់បោលប្រដេញព្រះសង្ឃទាំងអស់គ្រាន់តែដំរីព្រៃមួយក្បាលរត់ប្រដេញក៏គួរឲ្យខ្លាចស្រាប់ទៅហើយតែនេះគឺដំរីមួយវងព្រះសង្ឃអង្គដទៃបានរត់ប្រះអាយុនិងរត់ស្ទុះឡើងដើមឈើនៅក្បែរនោះតែព្រះតេជគុណលេឌីសាយដាវអត់មានរត់ទេអត់មានកម្រើកទេព្រះអង្គឈរនៅទីនោះឈរនៅចំកណ្ដាលផ្លូវនិងចាប់ផ្ដើមផ្សាយមេត្តាយ៉ាងខ្លាំងក្លាវងដំរីបន្ថយល្បឿនរហូតដល់ឈប់រត់បបោលតទៅទៀតហើយក៏ដើរយឺតធម្មតាវិញដើរមកជិតព្រះអង្គគេថាពេលនោះដំរីទាំងនោះអោនបន្ទាបក្បាលចុះហើយដើរសន្សឹមបែរដើរចេញពីទីនោះទៅហើយបន្ទាប់ពីនោះមកគេរឹតតែគោរពកោតក្រែងព្រះអង្គបន្ថែមទៀតយើងដឹងហើយថាព្រះតេជគុណលេឌីសាយដាវជាអ្នកស្ទាត់ជំនាញខាងព្រះអភិធម្មដែលមានប្រហែល8000ទំព័រជាការសិក្សាលម្អិតនៃចិត្តនិងកាយចំពោះមនុស្សភាគច្រើន8000ទំព័រគឺច្រើនពេកហើយចំពោះជនជាតិភូមាគេចាត់ទុកព្រះអភិធម្មជារបស់មានតម្លៃក្រៃលែងណាស់សម្រាប់ប្រជាជនភូមាមានរឿងបុរាណមួយអាចជារឿងប្រឌិតផងក៏មិនដឹងតែជារឿងមួយដែលបង្ហាញពីមនោសញ្ចេតនានៃប្រជាជនភូមា
រឿងនោះដំណាលថាកាលពីព្រេងនាយមានសំពៅមួយហើយប្រត្រីបីដកបានលិចលង់នៅក្នុងសមុទ្រហើយគម្ពីរទាំង3ផ្នែកបានរសាត់ទៅដោយឡែកពីគ្នាព្រះវិន័យរសាត់ទៅប្រទេសថៃព្រះសូត្រដែលជាធម្មទេសនាបានរសាត់ទៅប្រទេសស្រីលង្កាចំណែកព្រះអភិធម្មរសាត់ទៅប្រទេសភូមាហើយប្រជាជនភូមាចាត់ទុកអភិធម្មជារបស់មានតម្លៃណាស់ហើយជំនឿជាប្រពៃណីនេះគឺថានៅពេលណាដែលព្រះធម៌នៃព្រះសម្មាសម្ពុទ្ធសាបសូន្យទៅនោះព្រះអភិធម្មនឹងបាត់បង់ទៅមុនគេហេតុនេះពួកគេលើកដំកើងគម្ពីរនេះណាស់ហើយផ្ដល់សារៈសំខាន់យ៉ាងក្រៃលែងដល់ការសិក្សាអំពីព្រះអភិធម្មតែការសិក្សាគម្ពីរនេះទាំង8000ទំព័រគឺពិតជាច្រើនណាស់ហេតុនេះមនុស្សភាគច្រើនសិក្សាអភិធម្មដោយមានជំនួយពីសេចក្តីសង្ខេបគឺសង្ឃហៈនោះត្រូវបានរៀបចំនៅសតវត្សទី10ឬទី11នៅស្រីលង្កាដែលមានលក្ខណៈច្បាស់លាស់ល្អិតល្អន់ណាស់ហើយសង្ខេបនៅត្រឹមតែ50ទំព័រប៉ុណ្ណោះហើយច្បាស់លាស់ណាស់សុក្រិតល្អណាស់តែពិបាកយល់ណាស់ហេតុនេះគេសិក្សាសង្ឃហៈដោយអមជាមួយអត្ថកថាផងដែរហើយអត្ថកថាដែលនិយមជាងគេគឺវិភវនីដែលជាភាសាស្រីលង្កាផងដែរហើយគេតែងតែបោះពុម្ពព្រមគ្នាជាមួយសង្ឃហៈតែម្ដងធ្វើជាគម្ពីរតែមួយបញ្ចូលគ្នានៅពេលដែលព្រះតេជគុណលេឌីសាយដាវគង់នៅម៉ង់ដាឡេព្រះអង្គក៏សម្គាល់ថាលោកគ្រូរបស់ព្រះអង្គមិនដែលមើលវិភវនីហើយព្រះអង្គឧស្សាហ៍ឮព្រះសង្ឃជាតិស្រីលង្កាដែលគង់នៅក្នុងប្រទេសភូមាតែងតែអះអាងថាតាមពិតប្រជាជនភូមាមិនដែលយល់មេរៀនអភិធម្មឲ្យជាក់ច្បាស់ឡើយពីព្រោះមានកំហុសឆ្គងជាច្រើនដែលមាននៅក្នុងអត្ថកថាដែលមានឈ្មោះថាវិភវនីនោះដែលឮដូច្នោះព្រះតេជគុណលេឌីសាយដាវបានសម្រេចចិត្តកែកំហុសទាំងឡាយដែលមានក្នុងអត្ថកថានោះហើយបានបោះពុម្ពផ្សាយសៀវភៅរបស់ព្រះអង្គដែលមានចំណងជើងថាបរមត្តតិបនីដីកាគឺអត្ថកថាបរមត្តគឺសេចក្តីពិតចុងបំផុតព្រះអង្គបានកែកំហុសចំនួន245ចំណុចនៅក្នុងវិភវនីដោយហេតុនេះបណ្ដាលឲ្យមានភាពចម្រូងចម្រាសជាច្រើននៅក្នុងចំណោមពុទ្ធបរិស័ទនាពេលនោះដោយអភិធម្មជាគម្ពីរជាទីសក្ការៈដែលប្រជាជនភូមាឲ្យតម្លៃខ្លាំងណាស់ដូច្នេះពួកគេងាយនឹងប្រតិកម្មណាស់បើមានអ្វីប៉ះពាល់ដល់គម្ពីរនោះតែសំណេរនៃព្រះតេជគុណលេឌីសាយដាវគឺត្រង់កំបុតនិយាយចំចំណុចខុសឆ្គងព្រះអង្គបានផ្ដើមសេចក្តីដោយសរសេរថាមានអត្ថកថាជាច្រើនណាស់ក្នុងលោកនេះពុទ្ធបរិស័ទមិនទាន់មានសេចក្តីពេញចិត្តចំពោះអត្ថកថាទាំងនោះនៅឡើយទេហើយគេច្រើនតែមករកអាត្មាដើម្បីជួយបំភ្លឺអំពីបរមត្តហើយព្រះអង្គបានដាក់លេខសម្គាល់ចំណុចដែលខុសពីដើមរហូតដល់លេខ245ហើយព្រះអង្គបញ្ជាក់ខ្លីៗថាចំណុចនេះខុសឬចំណុចនោះមិនត្រឹមត្រូវជាដើមហេតុនេះហើយនៅពេលចេញផ្សាយគឺមានការតវ៉ាជាខ្លាំងមានសៀវភៅចេញផ្សាយចំនួន40ក្បាលដើម្បីបកស្រាយតបតចំពោះការអះអាងរបស់ព្រះអង្គហើយមានព្រះសង្ឃ20អង្គផ្សេងទៀតចាប់ផ្ដើមបោះពុម្ពផ្សាយអត្ថកថាដើម្បីប្រឆាំងនឹងការបកស្រាយរបស់ព្រះតេជគុណលេឌីសាយដាវមានការប្រជុំជាសាធារណៈនានាដើម្បីប្រឆាំងតវ៉ានឹងព្រះអង្គហើយពេលមួយនៅពេលព្រះអង្គនិមន្តទៅក្រុងរង្គូនព្រះសង្ឃមួយអង្គបានទាំងស្នើយោបល់ឲ្យដុតអត្ថកថារបស់ព្រះតេជគុណលេឌីសាយដាវចោលជាសាធារណៈមុនពេលព្រះអង្គនិមន្តមកដល់តែរឿងនឹងមិនបានកើតឡើងទេចុះតើហេតុអ្វីក៏មានការតវ៉ានិងចម្រូងចម្រាសខ្លាំងម្ល៉េះហេតុផលមួយគឺការឲ្យតម្លៃលើព្រះអភិធម្មតែតាមពិតព្រះតេជគុណលេឌីសាយដាវអត់បានបៀតបៀនដល់គម្ពីរព្រះអភិធម្មសោះឡើយព្រះអង្គគ្រាន់តែកែកំហុសនៃអត្ថកថាចំនួនមុននោះតែប៉ុណ្ណោះរឿងមួយទៀតក៏ដោយសារការកើតឡើងនៃរោងពុម្ពជារបស់ថ្មីកាលចំនួនចាស់គណៈសង្ឃគឺខ្លាំងក្លាណាស់គឺបានត្រួតត្រាពេញទំហឹងលើការបោះពុម្ពផ្សាយគម្ពីរនានាហើយដោយអ្វីៗគឺសរសេរដោយដៃហេតុនេះព្រះសង្ឃត្រួតពិនិត្យជាប់ជានិច្ចតែដោយសម័យក្រោយមកនេះមានរោងពុម្ពហ
ហើយអត់មានការត្រួតពិនិត្យតឹងរឹងដូចពេលមុននោះអត្ថបទដែលបោះពុម្ពរួចតែងមានដល់ដៃអ្នកអានគ្រប់ស្រទាប់វណ្ណៈយ៉ាងឆាប់រហ័សហើយមានលិខិតផ្ញើទៅកាន់កាសែតសារព័ត៌មានល្បីៗនិងមានការប្រជុំជាដើមដើម្បីតបតនឹងការកែកំហុសរបស់ព្រះតេជគុណលេឌីសាយដាវចំពោះព្រះអង្គដែលភាគច្រើនសំណាក់នៅតាមរូងភ្នំព្រះអង្គបានទទួលដំណឹងទាំងនោះហើយស្ថិតនៅស្ងប់ស្ងាត់ដោយមិនជាប់ជំពាក់លើរឿងទាំងនោះឡើយហើយព្រះអង្គគ្រាន់តែមានសង្ឃដីកាថាមុននឹងក្រោយយូរឬឆាប់អត្ថកថាដតីទាំងឡាយនោះនឹងសាបសូន្យទៅហើយអត្ថកថារបស់អាត្មានឹងបន្តស្ថិតនៅក្រោយមករឿងនេះកើតឡើងមែនសប្តាហ៍ថ្ងៃយើងរកមិនឃើញមានអត្ថកថាដតីផ្សេងណាក្រៅពីអត្ថកថាដែលព្រះអង្គបានរៀបរៀងឡើងនោះទេហើយអត្ថកថារបស់ព្រះអង្គត្រូវបានបោះពុម្ពផ្សាយជាលើកចុងក្រោយដោយវិទ្យាស្ថានស្រាវជ្រាវវិបស្សនាអន្តរជាតិនៅឆ្នាំ2003ឥឡូវយើងនិយាយអំពីសង្ឃដីការបស់ព្រះអង្គអំពីវត្តមាននៃពួកអង់គ្លេសដោយព្រះតេជគុណលេឌីសាយដាវនិងជនជាតិភូមាដទៃទៀតកំពុងស្ថិតក្រោមការដឹកនាំនៃចក្រភពអង់គ្លេសយើងបានដឹងអំពីសកម្មភាពរបស់ព្រះអង្គកន្លងមកហើយតាមពិតចក្រភពអង់គ្លេសតែងតែរក្សានៅឥរិយាបថអព្យាក្រឹតចំពោះរឿងសាសនាពួកអង់គ្លេសធ្លាប់ជួបរឿងរន្ធត់មួយនៅប្រទេសឥណ្ឌាបន្ទាប់ពីមានការបះបោរមួយតាក់ទងនឹងរឿងសាសនាមួយនៅឥណ្ឌាហើយមហាក្សត្រយានីវិកតូរីយ៉ាបានចេញផ្សាយនៅព្រះអង្គការគឺព្រះបន្ទូលរបស់ទ្រង់ថាចំពោះអាជ្ញាធរទាំងឡាយដែលស្ថិតក្រោមចំណោះចក្រភពរបស់យើងគឺមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ជំនឿសាសនាណាមួយឡើយមិនត្រូវប៉ះពាល់ដល់ការគោរពបូជានៃសាសនាណាឡើយហើយអ្នកដែលមកត្រួតត្រាភូមាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅលើភាពជាអព្យាក្រឹតនេះតែតាមពិតទៅការនេះជាការបំពានយ៉ាងជ្រាលជ្រៅទៅលើប្រជាជនភូមាទៅវិញទេព្រោះថាព្រះមហាក្សត្រភូមាត្រូវបាននិរទេសទៅក្រៅប្រទេសទៅហើយតាមប្រពៃណីគឺមហាក្សត្រជាអ្នកទ្រទ្រង់ពុទ្ធសាសនាហេតុនេះប្រជាជនភូមាចង់ឲ្យអាជ្ញាធរអង់គ្លេសជាអ្នកដើរតួនាទីជាអ្នកទ្រទ្រង់ព្រះសង្ឃនិងព្រះធម៌វិញម្ដងតែពួកអង់គ្លេសស្ថិតនៅជាអព្យាក្រឹតមិនជ្រោមជ្រែងពុទ្ធសាសនានោះឡើយនៅពេលមួយព្រះសង្ឃជាន់ខ្ពស់មួយក្រុមនិមន្តទៅជួបថ្នាក់ដឹកនាំអង់គ្លេសហើយសុំឲ្យអាជ្ញាធរអង់គ្លេសចាត់តាំងតែងតាំងសម្ដេចព្រះសង្ឃរាជដែលកាលដើមឡើយមហាក្សត្រមានមុខងារជាអ្នកតែងតាំងសម្ដេចព្រះសង្ឃរាជតែគោលនយោបាយរបស់អង់គ្លេសគឺមិនអនុញ្ញាតឲ្យរដ្ឋអំណាចអង់គ្លេសតែងតាំងសម្ដេចសង្ឃឡើយតែពេលនោះអង់គ្លេសមានអាជ្ញាធរស៊ីវិលហើយចាប់ផ្ដើមបង្កើតសាលារៀននៅពាសពេញប្រទេសភូមាមានកម្មវិធីសិក្សាថ្មីដែលយកភាសាអង់គ្លេសជាយានប្រជាជនដែលចង់រីកចម្រើនក្នុងសង្គមត្រូវប្រឡងជាប់នៅសាលាផ្លូវការទាំងនោះពេលនោះព្រះសង្ឃបដិសេធមិនបង្រៀនមុខវិជ្ជាថ្មីទាំងនោះទេដូច្នេះមានការបង្រៀនក្រៅផ្លូវការផងដែរចំពោះអាណាព្យាបាលដែលចង់ឲ្យកូនរីកចម្រើនក្នុងសង្គមត្រូវបញ្ជូនកូនឲ្យចូលរៀននៅសាលាអង់គ្លេសទាំងនោះដែលច្រើនតែដឹកនាំដោយបេសកជននៃសាសនាគ្រិស្តតែពួកគេមិនស្ថិតនៅជាអព្យាក្រឹតឡើយគេបានពណ៌នាស្ថានភាពនោះដូចតទៅគេបង្រៀនក្មេងៗឲ្យចំអកលក់លើយឲ្យឪពុកម្ដាយហើយចាត់ទុកព្រះសង្ឃថាជាអរិយសាតាំងហើយពួកបេសកជនទាំងនោះប្រមាថដល់ធម៌បុរាណហើយច្រើនតែប្រឹងប្រែងបដូរមនុស្សឲ្យទៅកាន់សាសនាគ្រិស្តហើយថែមទាំងផ្ដល់ប្រាក់កាសដល់អ្នកដែលយល់ព្រមបដូរសាសនាទៀតផងនោះជាស្ថានភាពអាក្រក់ណាស់ដល់ប្រជាជនភូមារឿងនេះបណ្ដាលឲ្យព្រះតេជគុណលេឌីសាយដាវមានការត្រេះរិះយ៉ាងជ្រាលជ្រៅដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះព្រះអង្គមានសង្ឃដីកាថាបច្ចុប្បន្ននេះមហាក្សត្រយើងត្រូវបាននិរទេសចេញហើយព្រះអង្គមិនអាចគង់នៅដើម្បីការពារគណៈសង្ឃបានទៀតឡើយគណៈសង្ឃឥឡូវចុះខ្សោយហើយបែកបាក់ហើយគឺមានតែប្រជាជនទេដែលត្រូវការពារព្រះធម៌ហេតុនេះហើយព្រះអង្គបានចាប់ផ្ដើមផ្សាយធម៌យ៉ាងទូលំទូលាយដល់ប្រជាជនទាំងឡាយគេនិមន្តព្រះអង្គឲ្យត្រឡប់ទៅម៉ង់ដាឡេព្រះអង្គបានសរសេរកំណាព្យមួយដល់អតីតនាយករដ្ឋមន្ត្រី
គឺនាយករដ្ឋមន្ត្រីដែលនៅក្នុងរាជព្រះបាទមីនដូននិងព្រះបាទធីបផងដែរដែលកាលនោះអតីតនាយករដ្ឋមន្ត្រីទាំងពីរបាននិមន្តព្រះតេជគុណលេឌីសាយាដាវឲ្យទៅបង្រៀនធម៌នៅម៉ង់ដាឡេដែលកាលនោះមានការខ្វះចន្លោះនៅឡើយព្រះអង្គបង្រៀននៅទីនោះមួយរយៈហើយគេក៏ចាប់ផ្ដើមនិមន្តព្រះអង្គទៅបង្រៀនធម៌នៅគ្រប់ទិសទីពាសពេញប្រទេសហើយព្រះអង្គក៏និមន្តទៅតាមការអញ្ជើញហើយចាប់ពីឆ្នាំ1903ដល់ឆ្នាំ1914ព្រះអង្គធ្វើដំណើរខ្វាត់ខ្វែងពាសពេញប្រទេសចល័តចុះឡើងឥតឈប់ឈរព្រះអង្គធ្វើធម្មទេសនានៅទីនេះខ្លះទីនោះខ្លះហើយពួកអង់គ្លេសបានឃើញឥទ្ធិពលនៃសង្ឃដីការបស់ព្រះអង្គហើយពួកគេបានកត់ត្រាថាព្រះតេជគុណលេឌីសាយាដាវជាតួអង្គដែលគេត្រូវការគ្រប់ទិសទីនៃប្រទេសភូមាហើយដោយបញ្ញាញាណដ៏ឆ្នើមព្រះអង្គបានសម្ដែងធម្មទេសនាល្អៗជាច្រើនពីឆ្នាំ1905ដល់ឆ្នាំ1915ព្រះអង្គមានភាពសប្បុរសជាខ្លាំងហើយមានសេចក្តីយល់ដឹងយ៉ាងល្អិតល្អន់អំពីមនុស្សជាតិហើយមានលក្ខណៈកំប្លុកកំប្លែងព្រមទាំងមានសម្លេងយ៉ាងច្បាស់វោហារសាស្ត្ររបស់ព្រះអង្គតាក់ទាញឲ្យមានវងមនុស្សកកកុញមកស្ដាប់ដោយជក់ចិត្តវោហារសាស្ត្រដ៏គួរឲ្យជក់ចិត្តទាញមនុស្សមកយ៉ាងច្រើនពេលព្រះអង្គនិមន្តទៅដល់ទីណាគេតែងតែមកចោមរោមមនុស្សម្នាប្រុសស្រីប្រជ្រៀតគ្នាចូលទៅគោរពអរិយបុគ្គលនេះហើយមនុស្សស្រីរំសាយសក់ធ្វើជាកម្រាលដើម្បីទ្រាប់ជើងរបស់ព្រះអង្គគួរដឹងថានេះជាសម្ដីផ្ទាល់នៃថ្នាក់ដឹកនាំអង់គ្លេសរឿងនេះក៏ដូចគ្នានឹងវីដេអូនៃព្រះតេជគុណវេប៊ូសាយាដាវផងដែរក្នុងវីដេអូនោះយើងឃើញមនុស្សស្រីឱនក្បាលគោរពព្រះតេជគុណវេប៊ូសាយាដាវដោយមានរំសាយសក់ដើម្បីឲ្យព្រះអង្គនិមន្តលើផងដែររឿងនេះក៏ដូចគ្នាចំពោះព្រះតេជគុណលេឌីសាយាដាវចំពោះសម្លេងដ៏ច្បាស់របស់ព្រះអង្គជាជំនួយយ៉ាងសំខាន់ព្រោះសម័យនោះព្រះអង្គឥតមានប្រើឧបករណ៍ឧឃោសនស័ព្ទគឺគ្មានមីក្រូហ្វូននោះទេធម្មទេសនារបស់ព្រះអង្គមានភាពខុសគ្នាពីការសម្ដែងធម្មទេសនានៃព្រះសង្ឃភូមាចំនួនមុនដែលយកផ្លិតមកបាំងមុខហើយគង់ទេសនានិងសូត្រធម៌ចំណែកពុទ្ធបរិស័ទស្ដាប់ដោយស្ងៀមស្ងាត់ហើយគេអាចយល់ថាគេនឹងបានបន់តាមរយៈការស្ដាប់ធម៌ឥតមានភាពរស់រវើកទេឥតមានការប្រស្រ័យតាក់ទងគ្នាជាមួយពុទ្ធបរិស័ទទេចំណែកព្រះតេជគុណលេឌីសាយាដាវសម្ដែងធម្មទេសនាដោយគ្មានបាំងផ្លិតទេហើយដោយភាពល្បីល្បាញពេលព្រះអង្គនិមន្តទៅដល់ទីណាគេតែងតែប្រគេនវត្តដល់ព្រះអង្គមានគេប្រគេនវត្តដល់ព្រះអង្គយ៉ាងច្រើននៅទីនានាទាំងភាគខាងជើងនិងភាគខាងត្បូងរបស់ប្រទេសគេប្រគេនវត្តសម្រាប់ចូលវស្សានៅក្នុងព្រៃនិងមជ្ឈមណ្ឌលអប់រំជាដើមព្រះអង្គមិនត្រឹមតែសម្ដែងធម្មទេសនាប៉ុណ្ណោះទេព្រះអង្គក៏បានសរសេរផងដែរព្រះអង្គសរសេរកំណាព្យនិងអត្ថកថាព្រះអង្គសរសេរអត្ថបទប្រហែលជាង100ក្នុងជីវិតរបស់ព្រះអង្គដែលភាគច្រើនគឺដើម្បីស្រាយចម្ងល់ដល់ពុទ្ធបរិស័ទដែលពួកគេបានសរសេរលិខិតសុំឲ្យព្រះអង្គពន្យល់បកស្រាយអំពីចំណុចណាមួយហើយព្រះអង្គក៏បានសរសេរអត្ថបទប្រហែល20ទៅ30ទំព័រនិងមានជាភាគបន្តគ្នាក៏មានព្រះអង្គតែងសរសេរដោយខ្មៅដៃហើយព្រះសង្ឃដទៃទៀតតែងតែជួយចាត់ខ្មៅដៃព្រោះព្រះអង្គប្រើច្រើនពេកជួនកាលព្រះអង្គប្រើខ្មៅដៃដល់ទៅ100ឬ200ដើមក្នុងមួយថ្ងៃក៏មានឥតមានកម្មវិធីកុំព្យូទ័រដើម្បីជួយត្រួតពិនិត្យកែអក្ខរាវិរុទ្ធទេឥតមានការកែកំហុសទេព្រះអង្គសរសេរសម្រេចតែម្ដងរឿងសំខាន់មួយគឺព្រះអង្គចាប់អារម្មណ៍ណាស់ទៅលើការផ្សព្វផ្សាយធម៌ទៅផុតប្រទេសភូមាព្រះអង្គតែងតែប្រស្រ័យឆ្លើយតបទៅមកយ៉ាងសកម្មជាមួយសហគមន៍គម្ពីរភាសាបាលីនៅក្នុងចក្រភពអង់គ្លេសពួកគេតែងតែរៀបចំបោះពុម្ពអត្ថបទរបស់ព្រះអង្គយល់ថាព្រះអភិធម្មគឺជាចម្លើយចំពោះសាសនាទាំងឡាយនៅបរទេសព្រះអង្គមានសង្ឃដីកាថាអភិធម្មគឺគ្មានអ្វីក្រៅពីហេតុផលទេគឺមានលក្ខណៈសមហេតុសមផលណាស់ហើយនឹងយកឈ្នះលើទិដ្ឋិទាំងឡាយព្រះអង្គនិពន្ធអត្ថបទមួយគឺវិបស្សនាទេពនីសម្រាប់ជនបរទេសនិងបកប្រែជាភាសាអង់គ្លេសមានកំណាព្យល្បីល្បាញមួយដែលព្រះអង្គសរសេរឡើងដែលមានចំណងជើងថាបរមត្តសង្កតៈគឺសេចក្តីសង្ខេបនៃបរមត្ត
នៃសេចក្តីពិតទីបំផុតដែលជាសេចក្តីសង្ខេបនៃព្រះអភិធម្មហើយដែលសង្ខេបដោយខ្លីជាងអត្ថកថាចាស់គឺសង្ឃហៈដែលមាន50ទំព័រនោះថែមទៀតផងកំណាព្យនោះមាន690ឃ្លាដោយសង្ខេបព្រះអភិធម្មទាំងមូលហើយមានពាក្យកាត់ខ្លះផងដើម្បីឲ្យមានទម្រង់កាន់តែខ្លីនិងងាយចងចាំគេបោះពុម្ពលើកទី1នៅឆ្នាំ1904ដែលមាន 50,000 ច្បាប់ហើយគេនៅតែឲ្យតម្លៃដល់សព្វថ្ងៃហើយពេញនិយមណាស់នៅភូមាមានសហគមន៍សិក្សាជាច្រើនបានកើតឡើងដែលមានសមាជិកពី 30,000 ទៅ 40,000 នាក់ទូទាំងប្រទេសភូមាដោយសិក្សាទៅលើកំណាព្យនេះហើយគេនិយមទន្ទិញចាំមាត់នៅកំណាព្យនេះហើយគេតែងតែឲ្យរង្វាន់សិស្សណាដែលទន្ទិញចាំទៀតផងរង្វាន់ដូចជាវិញ្ញាបនបត្រឬព្រះឆាយានៃព្រះតេជគុណលេឌីសាយដាវជាដើមក្រោយមកមានកម្មវិធីប្រជុំមួយឈ្មោះ Molmen នៅភាគខាងត្បូងភូមាជាការប្រជុំធំមួយដែលគ្រាន់តែសិស្សស្រីៗមានចំនួនដល់ទៅ75រទេះព្រះអង្គល្បីណាស់គ្រប់ពេលដែលព្រះអង្គនិមន្តទៅឬមកកូនសិស្សតែងតែឈរអមសងខាងផ្លូវហើយនាំគ្នាសូត្រកំណាព្យព្រះអង្គដោយសម្ដែងនៅសេចក្តីគោរពដល់ព្រះអង្គពេលមកដល់និងជាថ្មីម្ដងទៀតពេលព្រះអង្គនិមន្តចេញទៅវិញព្រះអង្គបង្រៀនមិនត្រឹមតែទ្រឹស្ដីនៃព្រះអភិធម្មប៉ុណ្ណោះទេព្រះអង្គមានសង្ឃដីកាថាយើងបូជាដល់បុគ្គលណាដែលមានផ្លូវនៃការរួចរំដោះចេញពីទុក្ខនៅក្នុងជាតិនេះតែម្ដងគឺព្រះអង្គចាប់អារម្មណ៍យ៉ាងខ្លាំងលើការបដិបត្តិធម៌ព្រះអង្គឲ្យតម្លៃណាស់លើការបដិបត្តិសមាធិមានសម្រងសង្ឃដីកាព្រះអង្គអំពីការបដិបត្តិសមាធិដូចខាងក្រោមតែគួរកត់សម្គាល់សិនថាតាមទម្លាប់ចាស់បុរាណមកគេចាត់ទុកការបដិបត្តិសមាធិគឺសម្រាប់តែព្រះសង្ឃប៉ុណ្ណោះព្រះសង្ឃត្រូវចម្រើនឈានមានការលំបាកណាស់ដើម្បីសម្រេចឈានគឺមានតែព្រះសង្ឃទេដែលអាចសម្រេចបានចំណែកគ្រហស្ថគឺឥតមានពេលវេលាគ្រប់គ្រាន់ដើម្បីកិច្ចការនឹងទេហេតុនេះគ្រហស្ថជាទូទៅច្រើនតែមិនបដិបត្តិទេគឺគ្រាន់តែធ្វើទានរក្សាសីលហើយប្រាថ្នាឲ្យមានជាតិកំណើតថ្មីដែលប្រសើរជាងមុនប៉ុណ្ណោះព្រះតេជគុណលេឌីសាយដាវមានគំនិតខុសស្រឡះពីនេះព្រះអង្គមានសង្ឃដីកាថាញាតិញោមមិនចាំបាច់ចម្រើនឈានទេមានត្រឹមតែខនិកសមាធិគឺសមាធិដែលមានមួយខណៈសមាធិសាក៏អាចបដិបត្តិបានហើយឲ្យតែអាចស្ទង់ដង្ហើមចេញដង្ហើមចូលនោះគេអាចស្ទង់ដឹងវេទនានៅលើកាយគឺអារម្មណ៍នៅលើកាយគឺអាចចម្រើនវិបស្សនាបានហើយគ្រហស្ថទាំងឡាយអាចបដិបត្តិបានកុំថាឡើយគ្រហស្ថធម្មតាទូទៅសម្បីតែជាអ្នកប្រមាញ់បរបាញ់អ្នកនេសាទអ្នកដែលមានជីវភាពជាអ្នកសម្លាប់ជីវិតអ្នកដទៃសិតតែអាចបដិបត្តិបានហើយត្រូវតែបដិបត្តិនេះជាសម័យកាលសមស្របហើយនេះជាឱកាសល្អហើយព្រះអង្គលើកឧទាហរណ៍អំពីអ្នកជិះទូកដោយមានម្ចាស់ការតិចតួចលើច្រវាហើយជិះទូកកាត់ទន្លេដែលហូរខ្មួខ្មាញ់នោះហើយជាជោគវាសនានៃមនុស្សទូទៅអ្នកជិះទូកនោះរសាត់ទៅដោយមើលឃើញតែព្រៃភ្នំចុះរហូតដោយឥតមានយុទ្ធការដើម្បីទប់ដំណើរនៃវដ្តសង្សាររបស់ខ្លួនឡើយនោះជាដំណើរជីវិតនៃសត្វលោកដែលស្ថិតក្នុងកັບដែលគ្មានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងសោះឡើយឬនៅចំនួនដែលព្រះធម៌បានសាបសូន្យទៅហើយក្រោយមកអ្នកជិះទូកនោះបានធ្វើដំណើរឆ្លងកាត់ទីឋានដែលមានទីក្រុងមានទីប្រជុំជននិងមានយុទ្ធការដើម្បីបង្អង់ល្បឿននៃទូកដែលរសាត់នោះតែបែរជាចំពេលរាត្រីយប់ងងឹតសូន្យសងមើលអ្វីមិនយល់មិនដឹងថាជាទីឋានណាឡើយនោះជាសម័យកាលមួយដែលមេរៀនព្រះពុទ្ធគឺព្រះធម៌នៅរស់រានមានជីវិតនៅឡើយតែបែរជាបុគ្គលនោះស្ថិតនៅខុសកន្លែងគ្មានឱកាសបានទទួលធម៌សោះឡើយហើយបន្តទៀតអ្នកជិះទូកនោះនាវិកនោះបានឆ្លងកាត់ភូមិស្រុកទីប្រជុំជនហើយថែមទាំងមានយុទ្ធការសម្រាប់ប្រើប្រាស់ទៀតផងហើយគាត់មើលឃើញច្បាស់ថាជាស្រុកភូមិគួរចោះសំចតតែបែរជាគាត់គ្មានច្រវាសម្រាប់អុំទូកនោះសោះបញ្ជាទូកមិនបានសោះគាត់គ្មានឱកាសចុះចតផុតពីលំហូរទឹកខ្មួខ្មាញ់នោះឡើយនេះប្រៀបដូចជាសត្វលោកដែលគ្មានម្ចាស់ការលើចិត្តខ្លួនឯងឡើយមិនអាចត្រួតត្រាចិត្តមានភាពវិកលចរិតនៅក្នុងសម័យដែលព្រះធម៌នៅមានមិនអាចបដិបត្តិធម៌បានឡើយ
ហើយក៏រសាត់តាមចរន្តទឹករហូតតទៅរហូតដល់មហាសមុទ្រនៃវដ្តសង្សារគ្មានទីបញ្ចប់ឡើយហើយព្រះអង្គមានសង្ឃដីកាជាចុងក្រោយថាសូមកុំបណ្ដោយខ្លួនឲ្យដូចអ្នកជិះទូកម្នាក់នោះឡើយត្រូវតែបដិបត្តិឥឡូវនេះចូលបដិបត្តិធម៌តទៅទៀតព្រះអង្គក៏សម្ដែងធម្មទេសនាអំពីការបដិបត្តិផងដែរដោយផ្ដើមដោយសិក្ខាបទនានាគឺរក្សាសិលរួចហើយបដិបត្តិសមាធិភ្លាមពិនិត្យមើលដង្ហើមចេញដង្ហើមចូលពេលសមាធិល្អហើយគឺបដិបត្តិបញ្ញាព្រះអង្គសម្រាយឲ្យងាយយល់អំពីបញ្ញាដោយសារបញ្ញាមិនមែនជាអ្វីដែលពិបាកយល់ឡើយគឺសូម្បីតែញោមមានសតិដឹងអំពីវេទនានៅលើកាយនិងពិសោធន៍ឃើញលក្ខណៈនៃធាតុទាំង4នៅលើកាយនោះញោមអាចបដិបត្តិវិបស្សនាបានហើយព្រះអង្គមានសង្ឃដីកាបន្ថែមថាក្រហមមានពេលតិចណាស់គេកម្រអាចចូលរួមធម្មសិក្សាបានណាស់បើដូច្នោះគេអាចបដិបត្តិ1ម៉ោងព្រឹកហើយ1ម៉ោងឬ2ម៉ោងនៅពេលល្ងាចក៏បានដែរប្រពៃណីនេះបន្តមកដល់សព្វថ្ងៃមានសិស្សមួយរូបរបស់ព្រះអង្គបានបដិបត្តិដោយខ្ជាប់ខ្ជួនគឺបុរសម្នាក់ដែលមានឈ្មោះថាឧពោធេតនៅភាគខាងត្បូងប្រទេសភូមាគឺជាកសិករលោកបានចាកចោលស្រែចម្ការមកបដិបត្តិធម៌យ៉ាងយូរអស់រយៈពេល14ឆ្នាំអស់រយៈពេលប្រហែល7ឆ្នាំដំបូងលោកបានជួបនឹងព្រះតេជគុណលេឌីសាយដាវព្រះអង្គបានជំរុញលោកឲ្យបដិបត្តិតែម្នាក់ឯងបន្ថែមទៀតហើយលោកបានបដិបត្តិនៅតាមរូងភ្នំនានាតាមដងទន្លេជិនវិននិងចូលទៅបដិបត្តិរយៈពេលវែងនៅវត្តព្រះតេជគុណលេឌីសាយដាវផងដែរ13ឆ្នាំក្រោយមកលោកត្រឡប់ទៅបដិបត្តិនៅផ្ទះលោកវិញហើយ14ឆ្នាំក្រោយមកលោកបានត្រឡប់មករកព្រះតេជគុណលេឌីសាយដាវវិញជាមួយគ្រួសាររបស់លោកហើយរាយការណ៍អំពីការសម្រេចធម៌របស់លោកហើយភ្លាមនោះព្រះតេជគុណលេឌីសាយដាវបានតែងតាំងលោកធ្វើជាអាចារ្យវិបស្សនាជាគ្រូអាចារ្យវិបស្សនាជាក្រហមដំបូងបំផុតក្នុងព្រះពុទ្ធសាសនារាប់ចាប់តាំងពីសម័យព្រះសម្មាសម្ពុទ្ធរហូតមកតទៅនេះជាខ្លឹមសារលិខិតតែងតាំងសាវកដ៏ចម្រើនចូលយកឈើច្រត់របស់អាត្មាហើយធ្វើដំណើរចេញទៅចាប់ពីថ្ងៃនេះតទៅត្រូវបង្រៀនព្រះធម៌អំពីរូបៈនិងអំពីនាមៈថ្លែងនៅវន្តនកិច្ចគឺសេចក្តីគោរពចំពោះព្រះសាសនាជំនួសមកឲ្យអាត្មាត្រង់នេះព្រះអង្គចេញបញ្ជាឲ្យលោកគ្រូសាយធេតដែលមាននាមដើមថាឧពោធេតគឺដាក់បទបញ្ជាឲ្យលោកចាប់ផ្ដើមបង្រៀនធម៌យើងគួរដឹងថាលោកគ្រូសាយធេតជាគ្រូអាចារ្យវិបស្សនាក្រហមដំបូងបំផុតរាប់ចាប់តាំងពីសម័យព្រះពុទ្ធមកព្រះតេជគុណលេឌីសាយដាវមិនត្រឹមតែដាស់តឿនក្រហមឲ្យបដិបត្តិធម៌ប៉ុណ្ណោះទេព្រះអង្គថែមទាំងចាត់តែងតាំងក្រហមឲ្យបង្រៀនធម៌ទៀតផងនៅថ្ងៃបន្ទាប់នោះព្រះអង្គបានកោះហៅសាមណសិស្សនៅក្នុងវត្តព្រះអង្គឲ្យមកជុំគ្នានិងមានសង្ឃដីកាថាអាវុសោទាំងឡាយផន្តេទាំងឡាយក្រហមមួយរូបនេះជាសិស្សដ៏ចម្រើនរបស់អាត្មាលោកមានសមត្ថភាពបង្រៀនវិបស្សនាដូចអាត្មាដែរសូមភិក្ខុទាំងឡាយរៀនពីលោកសាយធេតចុះព្រោះការបង្រៀនរបស់លោកមានកម្រិតដូចការបង្រៀនរបស់អាត្មាដែរផន្តេគួរចូលរៀនជាមួយលោកចុះបដិបត្តិជាមួយលោកចុះលោកសាយធេតមិនត្រឹមតែជាអាចារ្យជាក្រហមប៉ុណ្ណោះទេតែលោកថែមទាំងបង្រៀនដល់ព្រះសង្ឃទៀតផងធម្មសិក្សាដំបូងមានសាមណសិស្ស25អង្គមានរយៈពេលប្រហែល10ឬ15ថ្ងៃដែលស្ថិតក្នុងវត្តនៃព្រះតេជគុណលេឌីសាយដាវតែម្ដងហើយចាប់ពីពេលនោះមកលោកគ្រូសាយធេតបានបន្តបង្រៀនសិស្សរាប់ពាន់នាក់នាទីអវសានរបស់ព្រះតេជគុណលេឌីសាយដាវមានការផ្ដល់នៅងារជាកិត្តិយសជាបន្តបន្ទាប់ទៀតនៅឆ្នាំ1911ព្រះអង្គទទួលងារថាជាអគ្គមហាបណ្ឌិតដែលមានន័យថាជាអ្នកប្រាជ្ញដែលខ្ពង់ខ្ពស់លើសអស់អ្នកប្រាជ្ញទាំងឡាយដែលងារនេះគឺរដ្ឋអំណាចអង់គ្លេសបានប្រគេនព្រះអង្គមានពិធីយ៉ាងធំសម្រាប់ព្រះអង្គតែព្រះអង្គគ្រាន់តែបញ្ជូនសិស្សម្នាក់ឲ្យទៅចូលរួមប៉ុណ្ណោះក្រោយនោះបន្តិចសាកលវិទ្យាល័យរ៉ង់ហ្គូនបានចាប់កំណើតឡើងគេបានប្រគេនងារជាបណ្ឌិតកិត្តិយសផ្នែកអក្សរសិល្ប៍ដល់ព្រះអង្គមិនបានចូលរួមទេដោយបញ្ជូនសិស្សម្នាក់ទៅចូលរួមលុះព្រះជន្ម73ព្រះវស្សាព្រះអង្គបានងងឹតភ្នែក
ប្រហែលមកពីព្រះអង្គចំណាយពេលច្រើនឆ្នាំក្នុងការអាននិងសរសេរក្រោមពន្លឺមិនគ្រប់គ្រាន់ធ្វើឲ្យព្រះអង្គចុះខ្សោយនៅកំហើញរបស់ព្រះអង្គព្រះអង្គសរសេរលែងបានហើយបានត្រឹមតែបដិបត្តិសមាធិនិងបង្រៀនសមាធិពីវស្សាចុងក្រោយព្រះអង្គគង់នៅវត្តមួយដែលគេប្រគេនព្រះអង្គជាច្រើនឆ្នាំមុនស្ថិតនៅភិនម៉ាណានៅខាងត្បូងម៉ង់ដាឡេហើយបានចូលមរណកាលនៅថ្ងៃពេញបរមីខែកក្កដាឆ្នាំ1923ក្នុងព្រះជន្មាយុ77ព្រះវស្សាតទៅនេះជាសេចក្តីឧទ្ទិសនៃលោកគ្រូហ្គោអាន់ហ្គាចំពោះព្រះអង្គឥតមានពាក្យពេចន៍ណាសមរម្យឬស័ក្តិសមដើម្បីបង្ហាញនៅកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅរបស់ខ្ញុំចំពោះព្រះគ្រូតាទួតអង្គនេះឡើយព្រះអង្គលេឌីសាយដាវដ៏ជាទីសក្ការៈព្រះអង្គជាតួតារាដ៏ភ្លឺចែងចាំងក្នុងចង្កោមដួងតារាព្រះធម៌ទាំងឡាយគឺខ្សែស្រឡាយអាចារ្យវិបស្សនាទាំងឡាយក្នុងសម័យកាលព្រះអង្គទាំងផ្នែកបរិយ័តនិងបដិបត្តិយើងគួរដឹងថាប្រសិនបើព្រះអង្គមិនបានតែងតាំងអាចារ្យវិបស្សនាជាគ្រហស្ថគឺលោកគ្រូសាយថេតនោះទេដែលលោកគ្រូអូបាខិនបានរៀនពីលោកហើយលោកគ្រូហ្គោអាន់ហ្គាបានរៀនបន្តពីលោកគ្រូអូបាខិនបើពុំនោះទេយើងស្ទើរតែគ្មានសង្ឃឹមថាបានទទួលរៀនបច្ចេកទេសនេះសោះឡើយគឺដោយសារការប្រមាលមើលឃើញជាមុននៃព្រះតេជគុណលេឌីសាយដាវគឺការសម្រេចចិត្តដាច់អហង្ការរបស់ព្រះអង្គនឹងហើយទើបយើងបានរៀនវិបស្សនានាពេលនេះចប់ជីវប្រវត្តិសង្ខេបនៃព្រះតេជគុណលេឌីសាយដាវថតសារឡើងវិញនៅថ្ងៃទី2ខែកញ្ញាឆ្នាំ2025